សូមអាននៅព្រះគម្ពីរលោកុបាទចំពោះ3ខ1ទៅដល់ខ24ឯពួកជាសត្វចេះអបាយកលលើសជាងអស់ទាំងសត្វព្រៃដែលព្រះយេហូវ៉ាជាព្រះទ្រង់បានបង្កើតវានិយាយទៅកាន់ស្ត្រីថាតើព្រះមានព្រះបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណាដែលនៅក្នុងសួនច្បារមែនទេស្ត្រីឆ្លើយតបថាយើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបានតែត្រង់ដើមឈើមួយដើមនៅកណ្ដាលសួនច្បារនោះព្រះទ្រង់មានព្រះបន្ទូលកុំឲ្យបរិភោគផ្លែឈើនោះឡើយថែមទាំងកុំឲ្យប៉ះពាល់ផងក្រែងលោស្លាប់រួចពួកក៏និយាយទៅស្ត្រីថាអ្នកមិនស្លាប់ជាពិតមែនទេត្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាមួយដែលអ្នកបរិភោគនោះភ្នែកអ្នកនឹងបានភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងខុសត្រូវផងការស្ត្រីបានឃើញថាផ្លែនោះបរិភោគបានក៏ជាទីគប់ដល់ភ្នែកហើយជាដើមដែលល្មមគួរនឹងចង់បានដើម្បីឲ្យបានប្រាជ្ញានោះនាងក៏យកផ្លែមកបរិភោគព្រមទាំងចែកឲ្យប្តីនាងដែរគាត់ក៏បរិភោគតាមនោះក៏ស្រាប់តែភ្នែករបស់គាត់ទាំងពីរក៏ភ្លឺឡើងហើយគេដឹងថាខ្លួននៅជាអាក្រាតក៏យកស្លឹកល្វាមកខ្លះធ្វើជាប្រដាប់ពឹងរួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះដែលទ្រង់បានយាងមកក្នុងសួននៅថ្ងៃឡើយនោះអាដាមនិងប្រពន្ធគាត់ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅអារ៉ុកអាដាមដោយបន្ទូលថាឯងនៅឯណាគាត់ទូលឆ្លើយថាទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារក៏រត់ទៅពួនដោយនឹកភ័យខ្លាចពីព្រោះនៅខ្លួនទទេនោះព្រះយេហូវ៉ាក៏ជាព្រះទ្រង់មានព្រះបន្ទូលសួរថាតើអ្នកណាប្រាប់ឲ្យឯងដឹងថាឯងនៅខ្លួនទទេដូច្នេះតើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យឯងស៊ីឬអីអាដាមទូលទ្រង់ថាស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំវាឲ្យផ្លែឈើនោះមកទូលបង្គំក៏ទទួលទានទៅរួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលសួរទៅស្ត្រីនោះថាឯងបានធ្វើអ្វីដូច្នេះនាងទូលឆ្លើយថាពោះវាមកលបួងបញ្ឆោតខ្ញុំម្ចាស់ហើយខ្ញុំម្ចាស់បានទទួលទានព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពោះថាដោយព្រោះឯងបានធ្វើដូច្នេះនោះនៅក្នុងអស់ទាំងពួកសត្វស្រុកសត្វព្រៃឯងជាសត្វត្រូវបណ្ដាសាហើយគឺឯងត្រូវលូនតែនឹងពោះហើយត្រូវស៊ីធូលីដីអស់មួយជីវិតអញនឹងធ្វើឲ្យឯងហើយនឹងស្ត្រីគឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្លាំងនឹងគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេទ្រង់ក៏មានបន្ទូលទៅស្ត្រីវិញថាអញនឹងចម្រើនឲ្យឯងមានសេចក្តីព្រួយលំបាកជាច្រើនឡើងក្នុងវេលាដែលមានផ្ទៃពោះឯងនឹងបង្កើតកូនដោយឈឺចាប់ចិត្តឯងនឹងប្រាថ្នាខាងឯប្តីហើយប្តីនឹងត្រូវត្រួតត្រាលើឯងទ្រង់ក៏មានបន្ទូលទៅអាដាមថាដោយព្រោះឯងបានស្ដាប់តាមប្រពន្ធឯងហើយស៊ីផ្លែឈើនោះដែលអញបានហាមមិនឲ្យស៊ីឡើយនោះដីត្រូវបណ្ដាសាដោយព្រោះឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់មួយជីវិតដីនឹងដុះជាបន្លាហើយនឹងអញ្ច្រាញឲ្យឯងត្រូវស៊ីអស់ទាំងទិន្នជាតិដែលដុះនៅស្រែចម្ការឯងនឹងបានអាហារស៊ីដោយការបែកញើសដ៏រ៉ាប់ដល់ឯងត្រឡប់ទៅជាដីវិញពីព្រោះអញបានយកឯងពីដីមកត្បិតឯងជាធូលីដីក៏ត្រូវត្រឡប់ទៅជាធូលីដីវិញតាមបានឲ្យឈ្មោះប្រពន្ធគាត់ថាអេវ៉ាពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែកឲ្យអាដាមនិងប្រពន្ធគាត់ពាក់បិទបាំងកាយរួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថាមើលមនុស្សបានត្រូវត្រឡប់ទៅដូចជាយើងមួយដែរទាំងដឹងខុសត្រូវផងឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀតហើយរស់ជារៀងដរាបតទៅដូច្នេះព្រះយេហូវ៉ាដ៏ជាព្រះបានទ្រង់ក៏បណ្ដេញគាត់ពីសួនច្បារអេដែនចេញឲ្យទៅជួររាល់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ
ទ្រង់បណ្ដេញមនុស្សចេញហើយដាក់ជេរ៉ូប៊ីននៅខាងកើតសួនច្បារអេដែននិងដាវដែលជាអណ្ដាតភ្លើងរេបែទៅគ្រប់ទិសដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិតអេមែន